ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីអះអាងថា drone សមុទ្រ fiber optic ថ្មីត្រូវបានដាក់ពង្រាយនៅក្នុងការប្រយុទ្ធទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានអះអាងនៅថ្ងៃទី31 ខែមីនាថាយន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹក fiber optic ដំបូងបង្អស់របស់រុស្ស៊ី Skolupa ត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែនប្រសិនបើមានការបញ្ជាក់វានឹងធ្វើឲ្យវាคล้ายជាការប្រើប្រាស់ដំបូងគេបង្អស់នៃយន្តហោះគ្មានមនុស្សបើក drone របស់កងទ័ពជើងទឹក fiber optic ក្នុងប្រតិបត្តិការប្រយុទ្ធការគ្រប់គ្រង fiber optic ធ្វើឲ្យប្រព័ន្ធបែបនេះមានភាពធន់ទ្រាំទៅនឹងសង្គ្រាមអេឡិចត្រូនិកដោយសារសញ្ញាត្រូវបានបញ្ជូនតាមខ្សែរូបវ័ន្តជាជាងឆ្លងកាត់ព្រៃកង់វិទ្យុ Skolupa កំពុងត្រូវបានបង្កើតឡើងដោយ Askanik ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក Fiber Optic KVN របស់រុស្ស៊ីដែលពណ៌នាដោយអ៊ុយក្រែនថាជាយន្តហោះគ្មានមនុស្សបើករុស្ស៊ីដំបូងគេ IPV ដែលដាក់ពង្រាយយ៉ាងព្រៃផ្សៃបំផុតនៅលើសមរភូមិឈ្មោះ Skolupa បកប្រែពីភាសារុស្ស៊ីថា Excel ដោយផ្ដល់នូវការយល់ដឹងទូលំទូលាយអំពីតួនាទីជាវេទិកាមេដាបៃតាដែលមានសមត្ថភាពដឹកយន្តហោះគ្មានមនុស្សបើកតូចៗជាច្រើនការកំណត់រចនាសម្ព័ន្ធនេះត្រូវបានបង្ហាញនៅក្នុងវីដេអូមួយដែលបានផ្សព្វផ្សាយនៅលើប៉ុស្តិ៍ Telegram របស់ Askanek នៅក្នុងខែកុម្ភៈលើសពីការប្រើប្រាស់សក្តានុពលនៅលើសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែនមន្ត្រីរុស្ស៊ីនិងអ្នកអត្ថាធិប្បាយគាំទ្រសង្គ្រាមក៏បានស្នើថាយន្តហោះគ្មានមនុស្សបើកបែបនេះអាចត្រូវបានផ្គត់ផ្គង់ដល់ប្រទេសជាមិត្តដែលជាផ្នែកនៃការប្រជុំមុខដាក់គ្នាយ៉ាងទូលំទូលាយជាមួយលោកខាងលិចទោះបីជាមានការច្នៃប្រឌិតជាក់ស្ដែងក៏ដោយអ្នកជំនាញបានប្រមានពីការអានច្រើនពេកនៅក្នុងសេចក្តីប្រកាសនេះលោក Viktor Profesky ប្រធានផ្នែកវិភាគនៅក្រុមប្រឹក្សាឧស្សាហកម្មការពារជាតិអ៊ុយក្រែនបានប្រាប់ Kyiv Independent ថាมันមានការបញ្ជាក់អំពីការប្រើប្រាស់ប្រព័ន្ធទាំងនេះក្នុងកម្រិតមួយដែលអនុញ្ញាតឲ្យយើងនិយាយអំពីភាពជាអ្នកដឹកនាំក្នុងការប្រណាំងយន្តហោះគ្មានមនុស្សបើកយើងឃើញថាពួកគេនៅតែស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បងនិងការសាកល្បងក្នុងពេលជាមួយគ្នានេះយើងដឹងថាអ៊ុយក្រែនក៏កំពុងអភិវឌ្ឍនិងសាកល្បងដំណោះស្រាយបែបនេះដែរដូច្នេះហើយវាជារឿងទាន់ពេលក្នុងការនិយាយថារុស្ស៊ីកំពុងនាំមុខគេនៅក្នុងតំបន់នេះដោយវាតម្លៃលើសេណារីយ៉ូនៃការដាក់ពង្រាយសក្តានុពលលោក Profesky បាននិយាយថាសម្រាប់ទាំងរុស្ស៊ីនិងអ៊ុយក្រែនអត្ថប្រយោជន៍ចម្បងនៃបច្ចេកវិទ្យានេះគឺការពង្រាយជួរវាយប្រហារលោកបាននិយាយថាស្ពូសរសៃដែលមានចម្ងាយប្រហែល50គីឡូម៉ែត្រតាមទ្រឹស្ដីអាចអនុញ្ញាតឲ្យរុស្ស៊ីឈានដល់គោលដៅឆ្នេរខ្លះពីសមុទ្រខណៈដែលនៅសល់មិនអាចរកឃើញបានProfesky ក៏បានបញ្ជាក់ផងដែរថាយោងតាមប្រភពរបស់ UCDI អ៊ុយក្រែនកំពុងបង្កើតដំណោះស្រាយស្រដៀងគ្នានេះរួចទៅហើយកាន់តែទូលំទូលាយនៅពេលនិយាយអំពីប្រព័ន្ធកងទ័ពជើងទឹកនិងតាមដងទន្លេអ៊ុយក្រែនពិតជាមេដឹកនាំសកលលោកវាគឺជាអ៊ុយក្រែនដំបូងដែលបានបង្ហាញពីរបៀបដែលប្រព័ន្ធទាំងនេះអាចជះឥទ្ធិពលជាប្រព័ន្ធដល់ល្បិចកងទ័ពជើងទឹកហើយគំនិតដូចផ្ដាំយុទ្ធសាស្ត្រនៅក្នុងដែននេះនៅតែនៅជាមួយយើងចំណាប់អារម្មណ៍លើជំនាញបច្ចេកវិទ្យាកងទ័ពជើងទឹករបស់អ៊ុយក្រែនបានកើនឡើងនាពេលថ្មីនេះដោយសារទីក្រុងគៀវបានស្នើឲ្យប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងសមុទ្ររបស់ខ្លួនដើម្បីជួយធានាសុវត្ថិភាពច្រករបៀងដឹកជញ្ជូននៅជួរសមុទ្រប៉ែក